ទាំងអស់គ្នាណាចាឥឡូវនេះខ្ញុំសូមបង្ហាញគ្រឿងផ្សំដើម្បីធ្វើបាយដំណើបខ្នុរចំហុយតែម្ដងចាគ្រឿងផ្សំទី1នេះគឺខ្ញុំមានអង្ករដំណើបចាអង្ករដំណើបណាហើយបន្ទាប់មកស្ករសចាស្ករសហើយនឹងនេះគឺសណ្តែកបាយចាសណ្តែកបាយហើយបន្ទាប់មកទៀតនេះគឺខ្នុរចាខ្នុរខ្ញុំតបានហាយជាចំណិតទេខ្នុរគេហៅថាខ្នោក៏បានខ្នុរក៏បានដែរចាហើយបន្ទាប់មកគឺខ្ទិះដូងចាខ្ទិះដូងខ្ញុំប្រើចំនួន1ប្រអប់នឹងតែម្ដងហើយបន្ទាប់មកទៀតគឺអំបិលមកចាប់ដែរចាឥឡូវសូមរងចាំទស្សនាពីរបៀបធ្វើទាំងអស់គ្នាណាជាមុនដំបូងខ្ញុំសូមចាក់អង្ករដំណើបចូលក្នុងចានសិនដើម្បីធ្វើការត្រាំអង្ករដំណើបរបស់យើងក្នុងរយៈពេលកន្លះម៉ោងទៅ1ម៉ោងណាដើម្បីអង្ករយើងរីកចាឥឡូវខ្ញុំសូមធ្វើការចាក់ទឹកចូលមកដើម្បីត្រាំអង្ករដំណើបសូមត្រាំអង្ករដំណើបនោះទុកក្នុងរយៈពេល30នាទីទៅ1ម៉ោងចាហើយបន្ទាប់មកទៀតគឺយើងធ្វើការបេះខ្នុរជាចំណិតអញ្ចឹងខ្នុរហ្នឹងបងប្អូនចង់ហាន់វាជាចំណិតនៅក៏បានចង់បេះក៏បានដែរតែខ្ញុំអត់ហាន់ទេគឺខ្ញុំហែកជាចំណិតតែម្ដងគឺខ្ញុំហែកបែបនេះតែម្ដងណាចាខ្ញុំហែកយើងសរសៃណាដើម្បីយកទៅលាយជាមួយបាយដំណើបរបស់យើងឥឡូវនេះខ្នុរគឺខ្ញុំបានបេះជាចំណិតហើយរាល់ហើយចាបន្ទាប់មកទៀតយើងយកសណ្តែកបាយយកទៅលីងតែម្ដងចាឥឡូវនេះគឺខ្ញុំបានដាក់ឆ្នាំងខ្ទះរៀងក្តៅហើយឥឡូវខ្ញុំធ្វើការចាក់សណ្តែកបាយចូលហើយយើងធ្វើការលីងសណ្តែកបាយយើងឲ្យឡើងពណ៌រៀងក្រហមបន្តិចហើយឲ្យរៀងឈ្ងុយផងដែរចាឥឡូវនេះសណ្តែកបាយគឺខ្ញុំលីងយកពណ៌ប៉ុណ្ណឹងល្មមហើយហើយសណ្តែកបាយនេះគឺបានលីងហើយរួចរាល់ហើយចាឥឡូវយើងចាប់ផ្ដើមនឹងទៅលាងទឹកអង្ករដំណើបរបស់យើងតែម្ដងចាឥឡូវខ្ញុំសូមធ្វើការលាងទឹកអង្ករអញ្ចឹងអង្ករនេះគឺខ្ញុំទុកក្នុងរយៈពេលកន្លះម៉ោងហើយរាល់ហើយឥឡូវខ្ញុំសូមធ្វើការលាងទឹកអង្ករឲ្យស្អាតទី1លាងឲ្យច្រើនទឹកណាមាន 4-5 ទឹកទៅដើម្បីឲ្យវាដាច់អាទឹកពណ៌រៀងសនេះឲ្យវាលាងទៅឲ្យវាដាច់ទឹកសនោះឲ្យចេញទឹកថ្លាអញ្ចឹងណាអង្ករដំណើបគឺខ្ញុំបានលាងហើយរាល់ហើយឥឡូវខ្ញុំសូមធ្វើការចាក់សណ្តែកបាយដែលខ្ញុំបានលីងមុនហ្នឹងណាខ្ញុំសូមធ្វើការចាក់ចូលតែម្ដងហើយបន្ទាប់មកគឺខ្ញុំធ្វើការច្របល់ឲ្យសណ្តែកបាយហើយនឹងអង្ករយើងហ្នឹងចូលគ្នាឲ្យសព្វអញ្ចឹងណាច្របល់ឲ្យវាសព្វគ្នាទៅហើយបន្ទាប់មកទៀតគឺខ្ញុំរៀបចំយកអង្ករដំណើបហើយនឹងសណ្តែកបាយយើងយកទៅចំហុយចាឥឡូវនេះខ្ញុំសូមធ្វើការចាក់បាយដំណើបចូលដើម្បីរៀបចំនឹងការចំហុយតែម្ដងជាស្រ័យអង្ករដំណើបឥឡូវបន្ទាប់ពីចាក់អង្ករដំណើបចូលហើយរាល់ហើយខ្ញុំសូមធ្វើការក្រោកបាយយើងដើម្បីយកទៅចំហុយតែម្ដងឥឡូវអង្ករដំណើបហ្នឹងគឺខ្ញុំបានរៀបចំត្រៀមនឹងចំហុយអញ្ចឹងខ្ញុំសូមដាក់ចំហុយក្នុងរយៈពេល20នាទីឲ្យបាន20នាទីឲ្យអង្កររបស់យើងបានរីកបានល្អឥឡូវនេះអង្ករដំណើបខ្ញុំបានចំហុយក្នុងរយៈពេល25នាទីមុននោះខ្ញុំចំហុយប្រាប់ថាចំហុយ20នាទីតែខ្ញុំភ្លេចទៅខ្ញុំមកបើកមើល
បានចំហុយក៏តំណើបចេញជាបាយតំណើបទៀតហើយឥឡូវយើងរៀបចំទៅលាយខ្ទិះដូងតែម្ដងចាឥឡូវនេះបន្ទាប់ពីចំហុយបាយតំណើបហើយរាល់ហើយខ្ញុំសូមធ្វើការលាយទឹកខ្ទិះដូងតែម្ដងចាជាមុនដំបូងខ្ញុំសូមចាក់ទឹកខ្ទិះដូងហ្នឹងគឺខ្ញុំចាក់ត្រឹមតែកន្លះប្រអប់ទេតែសាំខ្ញុំទុកកន្លះទៀតដើម្បីយើងកូរខ្ទិះដូងសម្រាប់ពេលដែលយើងយករួយនៅលើបាយតំណើបរបស់យើងចាហើយបន្តមកទៀតខ្ញុំសូមធ្វើការចាក់ស្ករសចូលចាស្ករសគឺខ្ញុំចាក់ទាំងអស់តែម្ដងហើយបន្តមកទៀតអំបិលខ្ញុំដាក់មកចាប់ដែរហើយបន្ទាប់ពេលដែលដាក់អំបិលហើយស្ករចូលហើយរាល់ហើយសូមធ្វើការកូរឲ្យលាយស្ករហើយនិងអំបិលចូលសព្វជាមួយនឹងទឹកខ្ទិះដូងរបស់យើងផងដែរឥឡូវនេះបន្ទាប់ពីកូរស្ករហើយនិងអំបិលចូលគ្នាជាមួយនឹងខ្ទិះដូងសព្វហើយរាល់ហើយខ្ញុំសូមធ្វើការចាក់ខ្នុរចូលតែម្ដងហើយបន្ទាប់មកទៀតសូមធ្វើការកូរខ្នុរហើយនិងខ្ទិះដូងនិងស្ករសឲ្យវាសព្វចូលគ្នាផងដែរចាឥឡូវនេះបន្ទាប់ពីដែលកូរខ្នុរជាមួយខ្ទិះដូងនិងស្ករចូលគ្នាហើយរាល់អស់ហើយខ្ញុំសូមធ្វើការចាក់បាយដំណើបដែលយើងបានចំហុយមុនហ្នឹងសូមធ្វើការចាក់ចូលចាបន្ទាប់ពីដែលធ្វើការចាក់បាយដំណើបចូលហើយរាល់ហើយសូមច្របល់បាយដំណើបជាមួយនឹងខ្ទិះដូងនិងជាមួយខ្នុរឲ្យវាចូលជាមួយនឹងបាយដំណើបឲ្យសព្វជាតិផងដែរអញ្ចឹងយើងច្របល់វាឲ្យសព្វហ្មងណាធ្វើមិនគឺចូលឲ្យជាតិហ្នឹងឲ្យសព្វគ្នាតែម្ដងចាឥឡូវនេះបន្ទាប់ពីដែលយើងបានច្របល់បាយដំណើបជាមួយនឹងខ្នុរហើយនឹងខ្ទិះដូងហើយរាល់ហើយខ្ញុំសូមធ្វើការផ្អាប់បាយដំណើបទុកក្នុងរយៈពេល15នាទីទៅ20នាទីហើយពេលដែលយើងផ្អាប់ក្នុងរយៈពេល20នាទីឬក៏15នាទីហ្នឹងគឺយើងនឹងរៀបចំយកទៅចំហុយម្សៅទៀតផងដែរអញ្ចឹងមុនបងប្អូនដែលយើងរៀបចំផ្អាប់បងប្អូនមានថង់ឬក៏មានអីយើងអាចដាក់គ្របទៅគ្របបាយរបស់យើងណាបើអញ្ចឹងអាចយកកម្របឆ្នាំងមកគ្របពីលើឆានធំតែម្ដងក៏បានដែរចាឥឡូវខ្ញុំសូមរៀបចំនៅការផ្អាប់បាយទុកតែម្ដងចាឥឡូវនេះចាប់ផ្ដើមកូរទឹកខ្ទិះដូងយើងតែម្ដងអញ្ចឹងខ្ទិះដូងនេះខ្ញុំទុកពាក់កណ្ដាលកំប៉ុងណាឥឡូវនេះខ្ញុំចាប់តាមចាក់ចូលដើម្បីកូរខ្ទិះដូងរបស់យើងចាហើយបន្តមកគឺខ្ទិះដូងហ្នឹងខ្ញុំដាក់អំបិលបន្តិចដែរនេះអំបិលដាក់តែម៉ាំងគ្រាប់ពេលដាក់ច្រើននេះដោយសារមុនហ្នឹងពេលកូរជាមួយនឹងបាយដំណើបរបស់យើងគឺខ្ញុំបានដាក់អំបិលរៀងច្រើនតិចហើយចឹងខ្ទិះដូងខ្ញុំដាក់អំបិលមកមុំរៀងក្រៃៗតិចអញ្ចឹងណាតែបងប្អូនចូលចិត្តរសជាតិបែបណាដាក់តាមចិត្តអីក៏បានដែរណាចាឥឡូវខ្ញុំសុំកូរខ្ទិះដូងហ្នឹងឲ្យទុកឲ្យខ្ទិះដូងហ្នឹងវាពុះទុកមកពុះទៅចាំយើងលើកចេញអញ្ចឹងណាចាឥឡូវខ្ទិះដូងរបស់យើងគឺពុះប៉ុណ្ណឹងទៅបានហើយល្មមហីអញ្ចឹងប៉ុណ្ណឹងខ្ញុំសុំបិទក្រាក់តែម្ដងចាឥឡូវនេះខ្ទិះដូងបានងាស់ហើយឥឡូវខ្ញុំចាប់ដើមយកបាយដំណើបយកទៅចំហុយម្សៅទៀតតែម្ដងចាឥឡូវនេះបាយដំណើបគឺខ្ញុំបានផ្អាប់ទុកក្នុងរយៈពេល20នាទីហើយរាល់ហើយឥឡូវខ្ញុំរៀបចំដើម្បីយកបាយដំណើបរបស់យើងយកទៅចំហុយម្សៅទៀតតែម្ដងឥឡូវនេះខ្ញុំបានដាក់បាយដំណើបចូលក្នុងឆ្នាំងហើយយើងនឹងរៀបចំចំហុយតែម្ដងចឹងឥឡូវខ្ញុំសុំគ្របបាយដំណើបយើងសិនចំហុយហ្នឹងគឺខ្ញុំសុំចំហុយត្រឹមតែ10នាទីទៀតទេណាតែ10នាទីទៀតគឺបាយដំណើបយើងគឺឆ្អិនល្មមហូបតែម្ដងចាឥឡូវនេះខ្ញុំបានដាក់បាយដំណើបចូលក្នុងឆ្នាំងហើយយើងនឹងរៀបចំចំហុយតែម្ដងឥឡូវនេះខ្ញុំបានដាក់បាយដំណើបចូលក្នុងឆ្នាំងហើយយើងនឹងរៀបចំចំហុយតែម្ដង
ចាឥឡូវនេះបាយតាណើបគឺខ្ញុំបានចំហុយក្នុងរយៈពេល10នាទីហើយអញ្ចឹងបាយតាណើបនេះគឺខ្ញុំបានធ្វើឲ្យរាល់ហើយចាគឺចំហុយហើយណាចំហុយហើយអូក្លិនឈ្ងុយមែនតើនេះបាយតាណើចំហុយខ្នុរគឺបានឆ្អិនហើយរាល់ហើយខ្ញុំសង្ឃឹមថាបងប្អូនអរគ្នាចូលជួយវីដេអូមួយនេះផងដែរកុំភ្លេចណាសូមជួយចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗរាល់ពេលនេះខ្ញុំខំបន្ថែមទៀតផងដែរចាអរគុណច្រើនសូមជម្រាបលាអ្នកទាំងអស់គ្នា